ចាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺថាមកមើលដីឲ្យប្អូនចាប្អូនថ្លៃខ្ញុំក៏ចង់លក់ដីអញ្ចឹងណាបងប្អូនហើយដីគាត់នៅក្នុងខេត្តកំពតតែម្ដងបើបងប្អូនណាចាប់អារម្មណ៍អាចតំណងឬ comment សួរខ្ញុំបានអញ្ចឹងណាបងប្អូនចាហើយផ្លូវទៅនេះក៏បងប្អូនខាងកំពតយើងគឺដឹងហើយថាផ្លូវទៅណាអញ្ចឹងណាហើយបងប្អូននៅខេត្តឆ្ងាយខ្លះក៏គាត់អត់ដឹងដែរចាហើយដីប្អូនខ្ញុំក៏មិនមែននៅផ្លូវទៅនឹងដែរគឺនៅក្នុងក្រុងកំពតចិត្តផ្សារកំពតយើងនឹងឯងគ្រាន់តែថាខ្ញុំនេះគឺថាមើលដីប្អូនហើយគេថាឆ្លៀតអញ្ចឹងណាបងប្អូនជើងចាឆ្លៀតដើរលេងដាត់រូបភាពយករូបភាពស្អាតចែកជូនបងប្អូនមើលអញ្ចឹងណាចាកន្លែងនេះគេហៅថាឆ្នេរកោះស្មៅបងប្អូននៅខេត្តកំពតយើងគេហៅថាឆ្នេរកោះស្មៅអញ្ចឹងណាហើយក៏ផ្លូវទៅស្រែអំបិលដែរបងប្អូនចាខ្ញុំមកនេះគេថាគោលបំណងទៅស្រែអំបិលទៅថតពេលគេប្រមូលផលអំបិលចែកជូនបងប្អូនមើលអញ្ចឹងណាចាថ្ងៃនេះគឺជាថ្ងៃបុណ្យអញ្ចឹងហើយម្សិលមិញមេបូជាអញ្ចឹងណាហើយថ្ងៃនេះខ្ញុំបានកាត់វីដេអូចាឃើញថាមនុស្សម្នាច្រើនគួរសមដែរថ្ងៃនេះចាឥឡូវនេះគេថាយើងបត់ចូលស្រែអំបិលហើយគេថាផ្កាកងោកក្រហមស្អាតមែនតែនចានេះហើយគឺជាស្រែអំបិលបងប្អូនសោកស្ដាយខ្លាំងមែនតែនយប់មិញគឺភ្លៀងអញ្ចឹងណាចឹងទៅធ្វើឲ្យភ្លៀងលិចស្រែអំបិលអស់លេងហាក់មានអ្នកប្រមូលផលទេគោលអំណងខ្ញុំគឺថាមកថតពេលគេប្រមូលផលនឹងឯងប៉ុន្តែផ្លេចគិតថាយប់មិញភ្លៀងអញ្ចឹងណាបងប្អូនឃើញតែទឹកទាំងអស់អត់មានឃើញអំបិលទេគឺថាគ្រប់ស្រែតែម្ដងសិតតែទឹកអត់មានកន្លែងមានអំបិលទេណាបងប្អូនហើយនេះក៏ត្រឡប់មកវិញក៏នាំកូនពៅចូលរើសក្តាមអីតិចចឹងណាហើយក៏ស្រែអំបិលនិងកោះស្មៅគឺថាជាប់គ្នាអត់មានផ្លូវតាណាឆ្ងាយទេបើចង់មកស្រែអំបិលគឺតាមផ្លូវកោះស្មៅនឹងឯងគេថាអ្នកមកលេងឯថាចំណេញលើចំណេញតែម្ដងចាកូនពៅខ្ញុំគេរត់ទៅរើសក្តាមបងប្អូនគេធ្លាប់រើសអាក្តាមតិចតួចគេរើសយកមកលេងចាកន្លែងនៅកោះឆ្នេរកោះស្មៅហ្នឹងគឺថាមានអូប័រមានទូកអីជិះលេងដែរអញ្ចឹងណាបងប្អូនហើយខ្លះក៏គេមិចទឹកហើយអ្នកខ្លះគេក៏ចាក់បាសរំលេងអញ្ចឹងណាហើយឥឡូវបកមកវិញនេះបងប្អូនគឺថាមកកន្លែងដើមពោដុតធូបអញ្ចឹងណាហើយផ្កាឈូកស្អាតមែនតែនចាខ្ញុំទិញផ្កាឈូកហើយគឺថាមកថ្វាយបង្គំសំពះព្រះដុតធូបចាគឺថ្ងៃនេះជាថ្ងៃមេបូជាអញ្ចឹងណាបងប្អូនហើយខ្ញុំក៏អត់មានបំណងដែរគិតថាមកមើលដីហើយទៅផ្ទះវិញអញ្ចឹងណាប៉ុន្តែមកជួបឃើញបនឃើញទៀនហើយគេថាមិនរំលងទេគេថាយើងចូលដុតទុកសិនហើយនេះត្រឡប់មកផ្ទះវិញហើយគឺថាគេរៀបចំ concert អញ្ចឹងណាហើយនៅដីប្អូនខ្ញុំក៏មានដើមណាំផាក់បងប្អូនឥឡូវយើងបេះដើមណាំផាក់ឥឡូវមកដល់ផ្ទះវិញហើយបងប្អូន